ជំរាបសួរបងប្អូនថ្នាក់ទី5ទាំងអស់គ្នាចាឥឡូវបន្តទៀតយើងនឹងធ្វើលំហាត់មួយទៀតនៅក្នុងមេរៀនទី1មានចំណងជើងថាចំនួនហើយក្នុងទី4ដដែលការកណនាមធ្យមនិពន្ធកណនាមធ្យមនិពន្ធយើងបានធ្វើចំនួន4លំហាត់ហើយ4លំហាត់ហ្នឹងពិបាកមែនតើយើងត្រូវការបូកផងយើងត្រូវការចែកផងទ្រាំឃើញចម្លើយតែថ្ងៃនេះយើងនឹងធ្វើចំណោទតើចំណោទនេះពិបាកឬក៏ស្រួលអញ្ចឹងដើម្បីធ្វើចំណោទបានតើតើយើងអានប្រធានចំណោទឲ្យយល់ហើយបានយើងកណនាចំណោទបានដោយសារយើងអត់ដឹងថាគេប្រាប់អីគេសួររកអីទេអញ្ចឹងត្រូវការអានប្រធានយល់សិនតោះឥឡូវចាប់ផ្ដើមធ្វើអញ្ចឹងនៅក្នុងចំណោទនេះគេថាមិនខ្លះយើងអានប្រធានចំណោទសិនណាចំណោទគេថារថយន្ត9គ្រឿងដឹកស្រូវចូលឃ្លាំងរថយន្ត9គ្រឿងដឹកស្រូវចូលឃ្លាំងហើយគេបញ្ជាក់ថាក្នុងនោះមានរថយន្ត5គ្រឿងដឹកស្រូវ36បាវក្នុង1គ្រឿងអញ្ចឹងមាន5គ្រឿងហ្នឹងមានន័យថាមួយគ្រឿងដឹកបាន36បាវមិន5គ្រឿងដឹកបាន36បាវទេក្នុង5គ្រឿងហ្នឹងមួយគ្រឿង36បាវមួយគ្រឿងទៀត36បាវរហូតដល់5គ្រឿងហ្នឹងទាំងអស់សុទ្ធតែដឹកបាន36បាវដូចគ្នារថយន្តទាំង5ហ្នឹងណាហើយគេបញ្ជាក់មួយទៀតនិងរថយន្ត4គ្រឿងទៀតដឹកស្រូវ45បាវក្នុងមួយគ្រឿងអញ្ចឹងរថយន្តទាំងអស់មាន9ទាំងអស់មាន9គ្រឿងហើយ9គ្រឿងហ្នឹងចែកជា2មាន5គ្រឿងដឹកបាន36បាវក្នុងមួយគ្រឿងហើយនឹង4គ្រឿងទៀតដឹកបាន45បាវក្នុងមួយគ្រឿងណាក្នុងមួយគ្រឿង45បាវហើយគេសួរថាតើរថយន្តមួយគ្រឿងដឹកស្រូវជាមធ្យមបានចំនួនប្រមាណមានន័យថាក្នុង9គ្រឿងនោះសរុបទាំងអស់ដឹកជាមធ្យមហ្នឹងគឺជាចំនួនកដាលដឹកជាមធ្យមបានប្រមាណបាវក្នុង9គ្រឿងហ្នឹងដោយសារអញ្ចឹងរថយន្ត9គ្រឿងដឹកអត់ស្មើគ្នាទេអា5គ្រឿងនោះដឹកបាន36បាវក្នុងមួយគ្រឿងហើយអា4គ្រឿងទៀតដឹកបាន45បាវក្នុងមួយគ្រឿងអញ្ចឹងអាខ្លះ36អាខ្លះ45ចុះបើសិនជាគិតតែមួយគ្រឿងណាដឹកជាមធ្យមមានន័យថាដឹកតម្លៃកដាលហ្នឹងមួយគ្រឿងបានប្រមាណបាវជាមធ្យមមិនមែនចំនួនពិតប្រាកដទេជាមធ្យមហ្នឹងដូចតម្លៃប្រហែលដែរហ្នឹងណាអញ្ចឹងយើងត្រូវការយកចំនួនស្រូវទាំងអស់បូកចូលគ្នាហើយចែកនឹង9គ្រឿងចែកនឹង9ឡានណាដោយសារឡានរថយន្តទាំងអស់មាន9ណាអញ្ចឹងត្រូវការរកចំនួនបាវសរុបសិនដោយសារនេះមួយគ្រឿង36បាវចុះ5គ្រឿងបានប្រមាណបាវអញ្ចឹងយក36គុណនឹង5ឃើញចំនួនបាវសរុបហើយដល់ពេលហើយខាងក្រោមនេះ4គ្រឿងមួយគ្រឿងដឹកបាន45បាវអញ្ចឹងយក45គុណនឹង4ឃើញចំនួនបាវដែលរថយន្ត4គ្រឿងនឹងបានដឹកយកវាបូកចូលគ្នាហើយចែកនៅរថយន្ត9គ្រឿងយើងនឹងឃើញចម្លើយជាមធ្យមហើយតោះឥឡូវយើងនឹងធ្វើប្រមាណវិធីហើយរបៀបឆ្លើយជាមួយអ្នកគ្រូចឹងយើងពុះជា2មកចឹងកន្លែងនេះជាប្រមាណវិធីណាហើយខាងនេះជារបៀបឆ្លើយហើយវិញលំហាត់នេះហ៎ដឹងយើងសរសេរអស់អត់ទេនេះអញ្ចឹងគឺយើងត្រូវរកអីគេរករថយន្តមួយគ្រឿងដឹកស្រូវជាមធ្យមបានតែមុននឹងយើងរកចំនួនមធ្យមបានតើយើងរកចំនួនបាវស្រូវសរុបសិនដោយសារយើងអត់ដឹងថាសរុបទាំងអស់ប្រមាណបាវទេអញ្ចឹងទី1រកចំនួនបាវស្រូវទាំងអស់ដែលដឹកបានគេដឹកបានប្រមាណបាវរកចំនួនបាវស្រូវទាំងអស់ដែលដឹកបានអញ្ចឹងមានរថយន្ត5គ្រឿងដឹកបានប្រមាណដឹកបាន36បាវអញ្ចឹងយក5គុណ36ហើយយើងយកបូកជាមួយរថយន្ត4គ្រឿងទៀតដឹកបាន45បាវអញ្ចឹងយកគុណចូលគ្នាមកឃើញចម្លើយហើយ45បាវអញ្ចឹងយើងត្រូវគុណក្នុងវងកញ្ចក់ហើយចាំបូកចូលគ្នាឃ
ឃើញប្រមាណគឺជាចំនួនបាវស្រូវសរុបទៅអានេះរថយន្ត5គ្រឿងក្នុងមួយគ្រឿងដឹកបាន36អញ្ចឹងយក5គុណ36ហើយយើងបូកដោយសាររកចំនួនទាំងអស់ត្រូវការបូកចូលគ្នាបូកជាមួយរថយន្ត4គ្រឿងទៀតក្នុងមួយគ្រឿងដឹកបាន45បាវអញ្ចឹងយើងត្រូវការគុណហើយឃើញចម្លើយទាំងពីរចាំយើងបូកចូលគ្នាអញ្ចឹងឥឡូវគុណមួយសិនយើងធ្វើក្នុងវងកញ្ចក់មុនណាអញ្ចឹងយើងធ្វើប្រមាណនាទីខាងនេះមកយក36គុណនឹង5តោះ5 6ដង30ត្រា3 5 3ដង15 15បូក3 18អញ្ចឹងស្មើនឹង108បូកជាមួយនឹងយក45គុណនឹង4ដែរតោះគុណចូលគ្នាមក4 5ដង20ត្រា2 4 4ដង16 16បូក2 18អញ្ចឹង108ដែរយក108បូក108ស្មើប្រមាណចេះបូកបាន108បូកជាមួយនឹង108តោះ0 8បូក8 16ត្រា1 1 2 3 360អញ្ចឹងស្រូវទាំងអស់គឺដឹកបាន360បាវរថយន្ត9គ្រឿងហ្នឹងដឹកបាន360បាវសរុបទាំងអស់ណា360បាវនេះរថយន្តទាំងអស់ដឹកបាន360បាវហើយយើងយកចំនួនបាវសរុបហ្នឹងទៅចែកនឹងរថយន្តដោយសាររថយន្តមាន9គ្រឿងយើងចង់ដឹងមធ្យមតើយកចំនួនបាវសរុបចែកនឹងរថយន្ត9គ្រឿងអញ្ចឹងជំហានបន្ទាប់យើងរកអីគេរកមធ្យមនៃចំនួនបាវដែលរថយន្តមួយគ្រឿងដឹកបានអញ្ចឹងរកមធ្យមនៃបាវស្រូវដែលរថយន្តមួយគ្រឿងដឹកបានមួយគ្រឿងដឹកអញ្ចឹងយកចំនួនបាវទាំងអស់គឺ360ចែកជាមួយនឹងចំនួនរថយន្ត9ស្មើនឹងប្រមាណអញ្ចឹងយក360ចែកនឹង9 360ចែកនឹង9ជាមធ្យមគឺយកចែកនឹងចំនួនរថយន្តតោះអញ្ចឹងចែកមកយើងកាត់ពីខ្ទង់9ប្រមាណដង36 9 4ដង36អញ្ចឹងដកមក36 0 0ទម្លាក់0បាន0ដងអញ្ចឹងទម្លាក់0បាន0ដែរអញ្ចឹងមានន័យថាអត់មានលេខចែកទេស្មើ0អស់ហើយអញ្ចឹងចម្លើយស្មើនឹង40បាវអញ្ចឹងជាមធ្យមរថយន្តដឹកបាន40បាវជាមធ្យមអញ្ចឹងចំណោទមានឆ្លើយថាមួយទៀតប៉ុន្តែអ្នកគ្រូអត់មានកន្លែងសរសេរអញ្ចឹងបងអូនសរសេរខ្លួនឯងណាចុងក្រោយឆ្លើយថារថយន្តមួយគ្រឿងដឹកស្រូវជាមធ្យមបានចំនួន40បាវអញ្ចឹងបងអូនសរសេរខ្លួនឯងបញ្ចប់អញ្ចឹងចំណោទនឹងមានតែប៉ុណ្្នឹងទេយើងត្រូវការយកស្រូវគុណជាមួយរថយន្តមកបូកចូលគ្នាឃើញចំនួនបាវសរុបហើយយកទៅចែកជាមួយនឹង9គ្រឿងរថយន្តទាំងអស់មាន9គ្រឿងអញ្ចឹងជាមធ្យមដឹកបាន40បាវអាហ្នឹងជាមធ្យមយើងគិតជាមធ្យមមិនមែនជាចំនួនពិតប្រាកដទេពិតប្រាកដរថយន្តខ្លះដឹកបាន35បាវរថយន្តខ្លះដឹកបាន45បាវអញ្ចឹងអាខ្លះ35អាខ្លះ45ដល់ពេលយើងគិតជាមធ្យមចំនួនពាក់កណ្ដាលគឺរថយន្តមួយគ្រឿងយើងវាយរថយន្តទាំងអស់ហ្មងមួយគ្រឿងដឹកបាន40បាវយើងអាហ្នឹងគិតជាមធ្យមបងអូនត្រូវយកពាក្យមធ្យមហ្នឹងអញ្ចឹងអរគុណវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយ